ហេតុអ្វីថៃចង់តាក់ទាញបារាំងមុនមកកម្ពុជាបើមើលត្រឹមផ្ទៃក្រៅការដែលថៃព្យាយាមអញ្ជើញមេដឹកនាំបារាំងទៅបំពេញទស្សនកិច្ចមុនមកកម្ពុជាអាចត្រូវបានបកស្រាយថាជាការប្រកួតប្រជែងផ្នែកការទូតធម្មតាប៉ុន្តែបើសិក្សាស៊ីជម្រៅទៅលើប្រវត្តិសាស្ត្រនិងភូមិសាស្ត្រនយោបាយក្នុងតំបន់នេះមិនមែនជារឿងតូចឡើយវាជាការបង្ហាញពីការប្រកួតប្រជែងឥទ្ធិពលរវាងប្រទេសជិតខាងដែលមានឫសគល់តាំងពីសម័យអាណាចក្ររហូតមកដល់សម័យទំនើបក្នុងប្រវត្តិសាស្ត្រសៀមតែងចាត់ទុកកម្ពុជាជាតំបន់ស្ថិតនៅក្នុងឥទ្ធិពលយុទ្ធសាស្ត្ររបស់ខ្លួនដូច្នេះរាល់ពេលកម្ពុជាព្យាយាមបង្កើតទំនាក់ទំនងផ្ទាល់ជាមួយមហាអំណាចខាងក្រៅសៀមតែងមានប្រតិកម្មភ្លាមករណីឆ្នាំ1856គឺជាភស្តុតាងច្បាស់ពេលព្រះបាទអង្គឌួងព្យាយាមស្វែងរកការការពារពីបារាំងសៀមបានយល់ភ្លាមថាបើបារាំងចូលមកកម្ពុជានោះឥទ្ធិពលរបស់ខ្លួននៅលើដីខ្មែរនឹងចុះខ្សោយដូច្នេះសៀមមិនត្រឹមតែប្រើសម្ពាធនយោបាយទេប៉ុន្តែថែមទាំងប្រើការគំរាមផ្នែកយោធាផងដែរបច្ចុប្បន្នទោះបីសម័យអាណានិគមបានបញ្ចប់ទៅហើយក៏ដោយផ្នត់គំនិតភូមិសាស្ត្រនយោបាយនោះនៅតែមិនទាន់បាត់ថៃនៅតែចង់បង្ហាញថាខ្លួនគឺជាមជ្ឈមណ្ឌលអំណាចនិងជាច្រកសំខាន់របស់អាស៊ីអាគ្នេយ៍សម្រាប់អឺរ៉ុបនិងលោកខាងលិចការអញ្ជើញមេដឹកនាំបារាំងទស្សនកិច្ចនៅថៃមុនមកកម្ពុជាមានន័យនយោបាយច្រើនជាងគ្រាន់តែពិធីការទូតទី1បង្ហាញឋានៈតំបន់ថៃចង់បញ្ជាក់ទៅកាន់បារាំងនិងអឺរ៉ុបថាខ្លួនជាដៃគូធំជាងមានស្ថិរភាពសេដ្ឋកិច្ចខ្លាំងជាងមានឥទ្ធិពលតំបន់ខ្ពស់ជាងកម្ពុជាក្នុងការទូតសម័យថ្មីប្រទេសដែលអាចតាក់ទាញមេដឹកនាំមហាអំណាចឲ្យមកមុនគឺតែងតែត្រូវបានចាត់ទុកថាមានអធិភាពយុទ្ធសាស្ត្រខ្ពស់ជាងទី2កាត់បន្ថយតម្លៃការទូតរបស់កម្ពុជាបើមេដឹកនាំបារាំងចូលថៃមុននោះការមកកម្ពុជាអាចត្រូវបានមើលថាគ្រាន់តែជាផ្នែកបន្តនៃដំណើរទស្សនកិច្ចក្នុងតំបន់មិនមែនជាទស្សនកិច្ចដែលមានទម្ងន់ពិសេសសម្រាប់កម្ពុជាឡើយនេះជាយុទ្ធសាស្ត្រការទូតបែបកុំឲ្យប្រទេសតូចលេចធ្លោជាងខ្លួនទី3ការប្រកួតប្រជែងលើឥទ្ធិពលបារាំងក្នុងតំបន់មេគង្គបារាំងមានទំនាក់ទំនងប្រវត្តិសាស្ត្រជ្រាលជ្រៅជាមួយកម្ពុជាជាពិសេសតាមរយៈបេតិកភណ្ឌវប្បធម៌ភាសានិងប្រវត្តិសាស្ត្រអាណាព្យាបាលកម្ពុជាក៏ត្រូវបានបារាំងមើលឃើញថាជាដៃគូប្រវត្តិសាស្ត្រមួយនៅឥណ្ឌូចិនដូច្នេះថៃប្រហែលជាមិនចង់ឲ្យទំនាក់ទំនងកម្ពុជាបារាំងកាន់តែជិតស្និទ្ធដល់កម្រិតដែលអាចបង្កើនឥទ្ធិពលការទូតរបស់កម្ពុជាក្នុងតំបន់ឡើយជាពិសេសទំនាក់ទំនងរវាងរាជវង្សខ្មែរនិងបារាំងមានជម្រៅប្រវត្តិសាស្ត្រយូរអង្វែងចាប់តាំងពីសម័យព្រះបាទនរោត្តមបារាំងបានដើរតួនាទីសំខាន់ក្នុងការធានាការរក្សារាជបល្ល័ង្កនិងអធិបតេយ្យភាពរបស់កម្ពុជាចំពេលសម្ពាធពីសៀមនិងអាណាមទំនាក់ទំនងនេះបានបន្តមកដល់រជ្ជកាលសម្ដេចព្រះបរមរតនកោដ្ឋនរោត្តមសីហនុដែលមានភាពជិតស្និទ្ធជាមួយថ្នាក់ដឹកនាំបារាំងនិងវប្បធម៌បារាំងយ៉ាងខ្លាំងព្រះអង្គមិនត្រឹមតែស្ទាត់ភាសាបារាំងប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រើភាសាបារាំងជាវេទិកាការទូតអន្តរជាតិសម្រាប់ការពារឯករាជ្យនិងអព្យាក្រឹតភាពរបស់កម្ពុជាផងដែររហូតមកដល់សម័យបច្ចុប្បន្នទំនាក់ទំនងនេះនៅតែបន្តតាមរយៈព្រះរាជវង្សខ្មែរព្រះមហាក្សត្រសម្ដេចព្រះបរមនាថនរោត្តមសីហមុនីមានការសិក្សានិងគង់ប្រថាប់នៅប្រទេសបារាំងជាយូរឆ្នាំហើយមានទំនាក់ទំនងវប្បធម៌និងការគោរពជ្រាលជ្រៅពីសង្គមបារាំងនេះធ្វើឲ្យទំនាក់ទំនងកម្ពុជាបារាំងមានលក្ខណៈពិសេសមួយដែលមិនមែនផ្អែកតែលើនយោបាយឬសេដ្ឋកិច្ចទេប៉ុន្តែថែមទាំងមានខ្សែចំណងប្រវត្តិសាស្ត្រនិងរាជវង្សជាមួយគ្នានេះទំនាក់ទំនងផ្ទាល់រវាងសម្ដេចតេជោហ៊ុនសែននិងលោកអេម៉ានូអែលម៉ាក្រុងប្រធានាធិបតីបារាំងត្រូវបានគេមើលឃើញថាមានភាពជិតស្និទ្ធនិងមានទំនុកចិត្តនយោបាយខ្ពស់នេះបង្ហាញថាកម្ពុជាមិនត្រឹមតែមានទំនាក់ទំនងផ្លូវការជាមួយបារាំងប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចកសាងការទូតផ្ទាល់ខ្លួនជាមួយមេដឹកនាំមហាអំណាចបានដែរក្នុងការទូតអាស៊ីទំនាក់ទំនងផ្ទាល់រវាងមេដឹកនាំជាច្រើនមានឥទ្ធិពលខ្លាំងជាងឯកសារផ្លូវការទៀតផង
ចំណុចសំខាន់មួយទៀតគឺការដែលលោកប្រធានាធិបតីម៉ាក្រុងគ្រោងមកកម្ពុជាដើម្បីចូលរួមវេទិកាប្រទេសនិយាយភាសាបារាំង Francophonie ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះមិនមែនជាព្រឹត្តិការណ៍ពិធីការធម្មតាទេប៉ុន្តែជាសញ្ញានយោបាយនិងវប្បធម៌ដ៏មានអត្ថន័យខ្លាំងទី1បង្ហាញថាកម្ពុជាមានតួនាទីពិសេសក្នុងពិភព Francophonie ទោះកម្ពុជាមិនមែនជាប្រទេសនិយាយភាសាបារាំងជាចម្បងក៏ដោយប៉ុន្តែកម្ពុជាត្រូវបានបារាំងចាត់ទុកថាជាស្នូលប្រវត្តិសាស្ត្រមួយនៃ Francophonie នៅអាស៊ីការជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះបង្ហាញថាបារាំងទទួលស្គាល់កម្ពុជាមិនត្រឹមជាដៃគូអាស៊ានទេប៉ុន្តែជាដៃគូវប្បធម៌និងអរិយធម៌ទី2បង្កើន soft power របស់កម្ពុជាការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំបែបនេះធ្វើឲ្យកម្ពុជាក្លាយជាចំណុចកណ្ដាលនៃការទូតវប្បធម៌និងភាសាបារាំងក្នុងតំបន់នេះមានអត្ថន័យថាកម្ពុជាអាចប្រើវេទិកានេះដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទេសចរណ៍អប់រំនិងការទាក់ទាញវិនិយោគពីបារាំងនិងអឺរ៉ុបទី3បង្ហាញថាបារាំងចង់រក្សាឥទ្ធិពលនៅឥណ្ឌូចិនតាមរយៈកម្ពុជាក្នុងស្ថានភាពដែលចិននិងអាមេរិកកំពុងប្រកួតឥទ្ធិពលខ្លាំងនៅអាស៊ីអាគ្នេយ៍បារាំងក៏ចង់រក្សាវត្តមានរបស់ខ្លួនដែរកម្ពុជាមានអត្ថប្រយោជន៍ពិសេសព្រោះមានទំនាក់ទំនងប្រវត្តិសាស្ត្រនិងភាពជិតស្និទ្ធវប្បធម៌ជាមួយបារាំងដែលថៃមិនមានក្នុងកម្រិតដូចគ្នាទី4ជ័យជំនះផ្នែក symbolic diplomacy របស់កម្ពុជាក្នុងភូមិសាស្ត្រនយោបាយសញ្ញានិងរូបភាពមានសារៈសំខាន់មិនចាញ់កម្លាំងយោធាទេការដែលមេដឹកនាំបារាំងមកកម្ពុជាក្នុងនាមចូលរួមវេទិកា Francophonie ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគឺជាការផ្ញើសារទៅកាន់ពិភពលោកថាកម្ពុជាមានសមត្ថភាពធ្វើជាមជ្ឈមណ្ឌលការទូតអន្តរជាតិមួយនៅអាស៊ីអាគ្នេយ៍ចំណុចមួយទៀតដែលគេអាចមើលឃើញគឺការដែលថៃព្យាយាមរូតរះបង្កើនភាពជិតស្និទ្ធជាមួយបារាំងនិងខិតខំទាក់ទាញឲ្យមេដឹកនាំបារាំងមកបំពេញទស្សនកិច្ចមុនកម្ពុជាមិនមែនគ្រាន់តែជាការប្រកួតប្រជែងពិធីការទូតធម្មតាទេប៉ុន្តែអាចមានគោលបំណងនយោបាយជ្រៅជាងនេះថៃប្រហែលជាចង់បង្ហាញថាខ្លួនជាដៃគូសំខាន់និងជាប្រទេសដែលមានស្ថិរភាពខ្ពស់ក្នុងតំបន់ដើម្បីទាក់ទាញទំនុកចិត្តពីបារាំងនិងអឺរ៉ុបក្នុងន័យរួមវាក៏អាចជាការប៉ុនប៉ងកាត់បន្ថយឥទ្ធិពលការទូតរបស់កម្ពុជាដែលកំពុងលេចធ្លោតាមរយៈទំនាក់ទំនងប្រវត្តិសាស្ត្រវប្បធម៌និង Francophonie ផងដែរលើសពីនេះការខិតខំរបស់ថៃក៏អាចបង្ហាញពីការព្រួយបារម្ភផ្នែកភូមិសាស្ត្រនយោបាយព្រោះក្នុងរយៈពេលចុងក្រោយកម្ពុជាបានលើកបញ្ហាព្រំដែនបញ្ហាបេតិកភណ្ឌនិងបញ្ហាអធិបតេយ្យភាពមួយចំនួនទៅលើឆាកអន្តរជាតិដូច្នេះថៃអាចចង់ពន្យល់ឬបង្ហាញទស្សនៈរបស់ខ្លួនទៅកាន់បារាំងនិងដៃគូអឺរ៉ុបដើម្បីកុំឲ្យការយល់ឃើញអន្តរជាតិផ្អៀងទៅម្ខាងតែប៉ុណ្ណោះទោះជាយ៉ាងណានៅក្នុងសម័យព័ត៌មានបើកចំហសពថ្ងៃមហាអំណាចដូចជាបារាំងនិងសហគមន៍អន្តរជាតិក៏មានប្រព័ន្ធព័ត៌មាននិងការវិយតម្លៃផ្ទាល់ខ្លួនដែរមិនអាចពឹងតែលើការបញ្ចុះបញ្ចូលផ្នែកការទូតពីភាគីណាមួយប៉ុណ្ណោះបានឡើយដោយពាក្យដែលគេនិយាយថាអង្គការអន្តរជាតិនិងមហាអំណាចមិនមែនអត់ភ្នែកនិងត្រចៀកឡើយពួកគេអាចមើលឃើញនិងវិយតម្លៃដោយផ្អែកលើអង្គហេតុនិងសកម្មភាពជាក់ស្ដែងនៅលើដីហេតុនេះការប្រកួតប្រជែងរវាងថៃនិងកម្ពុជាមិនមែនជាការប្រកួតដោយអាវុធទេប៉ុន្តែជាការប្រកួតលើការបង្កើតរូបភាពអន្តរជាតិនិង soft power ប្រទេសណាអាចបង្កើតទំនុកចិត្តទាក់ទាញការគាំទ្រអន្តរជាតិនិងបង្ហាញភាពស្របច្បាប់នៅលើឆាកពិភពលោកបានខ្លាំងជាងប្រទេសនោះនឹងមានប្រៀបក្នុងការទាញយកឥទ្ធិពលយុទ្ធសាស្ត្រនៅតំបន់មេគង្គនិងអាស៊ីអាគ្នេយ៍ចំណុចនេះហើយដែលធ្វើឲ្យការទូតរបស់កម្ពុជាមានជម្រៅមួយដែលមិនអាចវាស់ត្រឹមទំហំសេដ្ឋកិច្ចឬកម្លាំងយោធាបានទេទោះបីកម្ពុជាជាប្រទេសតូចក៏ដោយប៉ុន្តែអាចប្រើប្រវត្តិសាស្ត្រវប្បធម៌បេតិកភណ្ឌអង្គរនិងទំនាក់ទំនងផ្ទាល់រវាងមេដឹកនាំដើម្បីបង្កើតទម្ងន់ការទូតលើឆាកអន្តរជាតិនេះក៏អាចជាមូលហេតុមួយដែលថៃមិនចង់ឲ្យកម្ពុជាលេចធ្លោខ្លាំងពេកក្នុងទំនាក់ទំនងជាមួយបារាំងដែរព្រោះបើកម្ពុជាក្លាយជាដៃគូយុទ្ធសាស្ត្រសំខាន់របស់បារាំងនៅតំបន់មេគង្គ
នោះតលយៈភាពឥទ្ធិពលក្នុងតំបន់អាចផ្លាស់ប្ដូរបន្តិចម្ដងទី5ការប្រកួតប្រជែង soft power មិនមែនយោធានៅសតវត្សទី21ប្រទេសមិនចាំបាច់ប្រើកាំភ្លើងដើម្បីពង្រីកឥទ្ធិពលទៀតទេអ្នកណាតាក់ទាញវិនិយោគទេសចរកិច្ចសហប្រតិបត្តិការយោធាបច្ចេកវិទ្យានិងការគាំទ្រពីមហាអំណាចបានច្រើនជាងអ្នកនោះមានប្រៀបថៃយល់ច្បាស់ពីចំណុចនេះហើយព្យាយាមប្រើការទូតសកម្មដើម្បីរក្សាតួនាទីខ្លួនជាប្រទេសកណ្ដាលក្នុងអាស៊ានសម្រាប់កម្ពុជាវាក៏ជាមេរៀនប្រវត្តិសាស្ត្រសំខាន់មួយកាលពីរជ្ជកាលព្រះបាទសម្ដេចព្រះអង្គឌួងកម្ពុជាខ្វះអំណាចខាងក្នុងនិងខ្សោយផ្នែកការទូតទើបត្រូវពឹងបរទេសដើម្បីរក្សាអធិបតេយ្យភាពប៉ុន្តែសម័យនេះកម្ពុជាមានអធិបតេយ្យភាពពេញលេញនិងមានទំនាក់ទំនងជាមួយមហាអំណាចជាច្រើនទាំងចិនបារាំងអាមេរិកជប៉ុននិងកូរ៉េដូច្នេះបញ្ហាសំខាន់មិនមែនអ្នកណាមកមុនទេប៉ុន្តែគឺកម្ពុជាអាចទាញយកផលប្រយោជន៍យុទ្ធសាស្ត្របានប៉ុណ្ណាពីទំនាក់ទំនងទាំងនោះសរុបសេចក្តីមកការប្រកួតប្រជែងរវាងថៃនិងកម្ពុជាលើការតាក់ទាញបារាំងមើលទៅដូចជាព្រឹត្តិការណ៍ការទូតធម្មតាប៉ុន្តែជាក់ស្ដែងវាជាការឆ្លុះបញ្ចាំងពីការបន្តនៃការប្រកួតប្រជែងឥទ្ធិពលដែលមានឫសគល់តាំងពីសតវត្សទី19ប្រវត្តិសាស្ត្រមិនបានកើតឡើងដោយដើមទាំងស្រុងទេប៉ុន្តែវាតែងធ្វើដំណើរដដែលក្នុងទម្រង់ថ្មី